រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពីអសត់បរាណចំបៃពីអ្នកគ្រូសូមចែករំលែកអំពីជំងឺធ្លាក់សផលវិបាករោគធ្លាក់សស្ត្រីដែលឆ្លងនិងមិនឆ្លងតាមការរួមភេទផលវិបាកនៃការធ្លាក់សទាំងការធ្លាក់សដែលឆ្លងនិងមិនឆ្លងតាមការរួមភេទអាចបណ្ដាលឲ្យមានផលវិបាកដូចខាងក្រោមរលាក over រលាកអាងត្រគាករ៉ាំរ៉ៃធ្វើឲ្យត្បៀតបំពង់ដៃស្បូនរលាកកន្សោមពងធ្វើឲ្យអត់មានកូនមានចំណង់ផ្លូវភេទនិងខ្សោយផ្លូវភេទធ្វើឲ្យប៉ះពាល់សុភមង្គលគ្រួសារកូនឆ្លងមេរោគពេលកើតធ្លាក់សបង្កដោយមេរោគផ្សិតធ្វើឲ្យឆ្លងតាមសរសៃឈាមឆ្លងដល់ផ្សិតបំពង់កផ្សិតអណ្ដាតផ្សិតសើស្បែកផ្សិតស្បែកក្បាលជាដើមធ្លាក់សមិនព្យាបាលបង្កឲ្យមានគិសសាច់គិសទឹកគិសឈាមនៅក្នុងស្បូននៅក្នុងដៃស្បូនរលាកមាត់ស្បូនរ៉ាំរ៉ៃរលាកដៃស្បូនរ៉ាំរ៉ៃដំបៅមាត់ស្បូនមហារីកមាត់ស្បូនឈឺស្បូនធ្ងន់ធ្ងរបណ្ដាលឲ្យស្លាប់ឆ្លងកាមរោគផ្សេងៗនិងមេរោគអេដស៍ប្រសិនបើពុកម៉ែបងប្អូនកើតជំងឺធ្លាក់សរ៉ាំរ៉ៃសូមកុំបារម្ភសូមលាបថ្នាំលាបសើស្បែកចំបៃពីព្យាបាលពីខាងក្រៅដូចជារោលកន្ទួលរមាស់ផ្សិតពងបែកសេមាន់ជួយផ្ដល់សំណើមឡើងវិញយ៉ាងឆាប់រហ័សនិងផឹកចំបៃពីព្យាបាលគៀទម្លាក់មេរោគធ្លាក់សរផ្សិតរមាស់ពីខាងក្នុងនិងព្យាបាលកុំឲ្យមានកើតមេរោគនេះបន្តទៀតប្រសិទ្ធភាពមើលឃើញប្រើប្រាស់ចាប់ពី3ថ្ងៃឡើងទៅផឹកចំបៃពីពុកម៉ែបងប្អូននឹងបាត់រមាស់បាត់ក្រហាយបាត់ធ្លាក់សរបាត់ជំងឺកាមរោគជាដាច់ 100% សូមទំនាក់ទំនងតាមលេខទូរស័ព្ទឬប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមពីជំងឺធ្លាក់សរនិងវិធីព្យាបាលដោយឱសថបុរាណចំបៃពីទំនាក់ទំនងពេកឱសថព្យាបាលផ្សិតធ្លាក់សររមាស់ឬពេកឱសថបុរាណចំបៃពីឬតាមលេខទូរស័ព្ទ016 38 7000ឬ068 79 7000 098 65 8សូមអរគុណ